នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាតាមទូរស័ព្ទដាក់ជាមួយមេដឹកនាំកម្ពុជាថៃជុំវិញបញ្ហាព្រំដែនមេដឹកនាំទាំងពីរបានឆ្លើយតបជាវិជ្ជមានកូឡាឡាំពូនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអេប្រាហ៊ីមបានប្រកាសថាលោកបានពិភាក្សាតាមទូរស័ព្ទដាក់ជាមួយសម្ដេចមហាបវររដ្ឋាភិបាលហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកអនុធីនឆានវីរ៉ាគុលនាយករដ្ឋមន្ត្រីថៃដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពក្រោយឧបទ្ទវហេតុដែលបានកើតឡើងនៅតាមបណ្ដោយព្រំដែនរួមរបស់ប្រទេសទាំងពីរនាពេលថ្មីនេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានសរសេរនៅលើគេហទំព័ររបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ទាល់នៅក្នុងសេចក្តីថ្លែងការណ៍នោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានគូសបញ្ជាក់ថាមេដឹកនាំទាំងពីរបានផ្ដល់នៃការឆ្លើយតបជាវិជ្ជមាននិងបានអះអាងជាថ្មីនៅការបដិញ្ញាចិត្តរបស់ពួកគេក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របទៅនឹងការព្រមព្រៀងគ្នានៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូកាលពីខែមុនលោកបានបន្ថែមថាខ្ញុំបានបញ្ជាក់ជាថ្មីនៅចំហរបស់ម៉ាឡេស៊ីថាមិត្តភ័ក្តិនឹងការឈប់បាញ់រវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតស្របទៅនឹងកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅទីក្រុងកូឡាឡាំពូកាលពីខែមុនគូបញ្ជាក់ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសរបស់លោកក្នុងការបន្តដើរតួជាអ្នកសម្របសម្រួលដើម្បីឈ្មោះទៅរកសន្តិភាពនេះឆ្លើយតបនឹងការនេះមេដឹកនាំទាំងកម្ពុជានិងថៃបានសម្ដែងនៅការកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ីនិងការទទួលខុសត្រូវដែលប្រទេសម៉ាឡេស៊ីកំពុងទទួលបន្ទុកមិនត្រឹមតែនៅក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេប៉ុន្តែក្នុងនាមជាមិត្តភក្តិនិងជាអ្នកជិតខាងដ៏ជិតស្និទ្ធដែលបដិញ្ញាចំពោះសន្តិភាពក្នុងតំបន់ផងដែរសភា45ប្រទេសអំពាវនាវឲ្យប្រទេសថៃដំឡើងទាហានកម្ពុជាទាំង18រូបនិងអនុវត្តឲ្យពេញលេញនៅសេចក្តីប្រកាសរួមភ្នំពេញសភា45ប្រទេសបានអំពាវនាវឲ្យប្រទេសថៃដោះលែងជាបន្ទាន់នៅយុទ្ធជនកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទច្បាញ់ចូលជាឋានៈដើម្បីបង្ហាញពីបំណងនិងឆន្ទៈល្អក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមកនិងកសាងជំនឿទុកចិត្តដើម្បីសន្តិភាពនិងស្ថិរភាពការពីវនានេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចុងថ្ងៃទី12ខែវិច្ឆិកានៅអំឡុងសន្និសីទប្រធានសភានៃអន្តរសភា ISC ដែលបានរៀបចំធ្វើឡើងនៅទីក្រុងអ៊ីស្លាមាបាតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅថ្ងៃទី11និង12ខែវិច្ឆិកានេះសន្និសីទប្រធានសភានៃអន្តរសភា ISC បានតាមដានការវិវត្តថ្មីនៃចំនួនព្រំដែនកម្ពុជាថៃដោយយកចិត្តទុកដាក់ ISC បានអបអរសាទរនៅសេចក្តីប្រកាសរួមដើម្បីសន្តិភាពដែលដឹកឆថាលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីក្រោមសក្ខីភាពនៃប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅក្នុងនាមជាប្រធានអាស៊ានទោះបីជាយ៉ាងណា ISC បានសម្ដែងការព្រួយបារម្ភអំពីរបាយការណ៍ថ្មីនេះដែលអះអាងថាអាជ្ញាធរថៃបានសម្រេចអនុម័តការអនុវត្តនៅសេចក្តីប្រកាសរួមនិងអនុញ្ញាតឲ្យមានការប្រតិបត្តិការយោធាប្រឆាំងនឹងកម្ពុជាការនេះធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពដែលរកបានដោយលំបាកនេះស្ថិតនៅក្នុងភាពផុយស្រួយបំផុតISC បានធ្វើការអំពាវនាវឲ្យថៃដោះលែងជាបន្ទាន់នៅយុទ្ធជនកម្ពុជាទាំង18រូបដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទច្បាញ់ចូលជាឋានៈដើម្បីបង្ហាញពីបំណងនិងឆន្ទៈល្អក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមកនិងកសាងជំនឿទុកចិត្តដើម្បីសន្តិភាពស្ថិរភាពតាមច្បាប់មនុស្សធម៌និងច្បាប់អន្តរជាតិព្រមទាំងផ្ដល់តម្លៃទៅលើទស្សនវិស័យនៃការកសាងសហគមន៍អាស៊ានដែលកសាងឡើងស្របនឹងស្មារតីនៃសមោភាពនិងសន្តិសហវិជ្ជមានសេចក្តីរួមបានបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងមុខមាំរបស់ប្រទេសទាំងពីរក្នុងការបញ្ចប់និងព្រមទាំងបញ្ជាការប្រយុទ្ធគ្នាការពារមិនឲ្យមានការបំផ្លាញបន្ថែមទៀតនិងការជំលះប្រជាជនស្លាប់បាត់បង់ជីវិតតាមរយៈការមិនប្រើការគំរាមកំហែងឬការប្រើកម្លាំងទន្ទ្រាដោះស្រាយចំនួនដោយសន្តិវិធីការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិព្រមទាំងលើកកម្ពស់សន្តិភាពសន្តិសុខនិងវិបុលភាពដោយចូលលើកគោលការណ៍នៃការគោរពគ្នាទៅវិញទៅមកឯករាជ្យអធិបតេយ្យសមោភាពបូលេនីភាពទឹកដីនិងអត្តសញ្ញាណជាជាតិ ISC ក៏បានអំពាវនាវអលផាគីទាំងពីរគោរពយ៉ាងម៉ឺងម៉ាត់និងអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមដើម្បីបន្ធូរបន្ថយការតានតឹងស្ដារទំនុកចិត្តនិងសន្តិភាពតាមព្រំដែនដោះស្រាយការខុបគ្នាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងមិត្តភក្តិនិងសាមគ្គីភាព
ព្រមទាំងសហការគ្នាក្នុងការស្ដាររំលងទំនាក់ទំនងទូតនិងប្រយោជន៍ទៅវិញទៅមកដើម្បីនាំយកសន្តិភាពនិងសន្តិសុខពេញលេញដល់ប្រទេសទាំងពីរនិងតំបន់ទាំងមូលផងIAC នឹងបន្តបដិញ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីដោះស្រាយការប្រឈមរួមនិងលើកកម្ពស់គោលការណ៍ពឹងផ្អែកទៅវិញទៅមកវិបុលភាពព្រមគ្នានិងគុណតម្លៃជាសកលដើម្បីសន្តិភាពសន្តិសុខនិងអភិវឌ្ឍនៅឱកាសនោះគណៈកម្មការទី5នៃរដ្ឋសភាលោកស៊ូយ៉ារ៉ាតំណាងប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនបានលើកឡើងថាសន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវីលអត់ពីរយៈពេលជិត20ឆ្នាំមុនពេលសម្រេចបានសន្តិភាពពេញលេញនៅចុងទសវត្សរ៍ទី90ក្រោមនយោបាយឈ្នះរបស់លោកហ៊ុនសែននេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនាការផ្សព្វផ្សាយនិងពហុភាគីនាមលោកបានបញ្ជាក់ថាលើពីនេះកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពនៃសកលលោកក្រោមថាត់របស់អង្គការសហប្រជាជាតិជាពិសេសកម្ពុជាបន្តអនុវត្តយ៉ាងមុះមាំនៅគោលការណ៍ដែលឯកភាពគ្នានៅក្នុងសក្តិប្រកាសរួមសន្តិភាពនៃក្រុងកូឡាឡាំពួរ